សួស្តីមនុស្សចំនួនថ្មីទាំងអស់គ្នាថ្ងៃនេះមានមកសម្រាប់សេរីរឿងថ្មីរបស់យើងមួយរឿងដែលមានចំណងជើងថា Solo Leveling សេរីរឿងមួយនេះគឺពិតជាល្បីខ្លាំងមែនទែនអ្នកទាំងអស់គ្នាហើយ admin យកមកសម្រាប់ក្រោយគេណាអ្នកទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តប្រសិនបើខុសឆ្គងត្រង់ចន្លោះណាមួយ admin សូមខន្តីអភ័យទោសទុកជាមុនណាអ្នកទាំងអស់គ្នាអ្វីត្បិតតែ admin យកមកសម្រាប់ក្រោយគេក៏ប៉ុន្តែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងទទួលបានអ្វីប្លែកពីការសម្រាប់របស់ admin មុននឹងឈានទៅដល់ការសម្រាប់នឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយចុច subscribe ក៏ដូចជាដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយផងតើអ្នកទាំងអស់គ្នាកុំឲ្យខាតពេល video យើងចូលទៅទស្សនាសាច់រឿងជាមួយនឹងការសម្រាយរបស់ admin ទាំងអស់គ្នាណោះ Let's go guysផ្ដើមនៃសេរីរបស់យើងនៅក្នុងភាគទី12នេះ admin សូម flashback ទៅកាន់ភាគទី11បន្តិចចុងបញ្ចប់នៃអេពីសូតទី11នឹងសុងជីនវូបានប្រើប្រាស់នៅ skill មួយគេឲ្យឈ្មោះថា Shadow Exchange តោះយើងត្រឡប់មកមើលសាច់រឿងនៅអេពីសូតទី12របស់យើងវិញយើងមើលឃើញថានៅពេលនេះគឺក្រុម Hunter មួយចំនួននឹងកំពុងតែវាយប្រហារជាមួយនឹងកងទ័ពស្រមោលយ៉ាងច្រើនបន្តិចក្រោយមកវត្តមានរបស់សុងជីនវូក៏ត្រូវបានលេចឡើងនៅទីនោះផងដែរជាមួយនឹងវត្តមានរបស់កងទ័ពស្រមោលពេលនោះកងទ័ពស្រមោលក៏ត្រូវបានប្រយុទ្ធវាយប្រហារជាមួយនឹងកងទ័ពស្រមោលយ៉ាងច្រើនទាំងអស់នោះហើយវត្តមានរបស់កងទ័ពស្រមោលទាំងអស់នោះគឺមានTang, Ikri ជាមួយនឹង Iron ដែលក្រុមរបស់ពួកគេទាំងអស់គ្នានឹងគឺមិនធម្មតានោះទេនៅក្នុងការប្រយុទ្ធវាយប្រហារមិនតែប៉ុណ្ណោះមានវត្តមានរបស់ admin ផងដែរនៅក្នុងការប្រយុទ្ធវាយប្រហារមួយហ្នឹងនិយាយលេងអ្នកទាំងអស់គ្នាអត់មានវត្តមានរបស់ admin ទេនៅក្នុងហ្នឹងនិយាយលេងទេបន្ទាប់ពីនោះយើងត្រឡប់មកមើលនៅខាងក្រៅឯទីក្រុងឯនេះវិញហាក់បីដូចជាមានការចលាចលបន្តិចហើយដោយសារតែក្រុម Hunter មួយចំនួននឹងគឺមិនត្រូវបានទទួលព័ត៌មានទៀតនោះទេការ live បន្តផ្ទាល់គឺត្រូវបានកាត់ផ្តាច់ដោយសារតែមានបញ្ហាបន្តិចបន្តួចដូច្នេះក្រុម Hunter គឺមិនត្រូវបានទទួលព័ត៌មានទៀតនោះទេរីឯនៅកន្លែងគ្រប់គ្រងក្រុម Hunter ឯនេះវិញគឺថាពួកគេត្រូវបានបាត់បង់ព័ត៌មានដែរដូច្នេះបរិមម្នាក់ដែលមានឈ្មោះថា Mr. Wu ក៏ត្រូវបានតាក់ទងទៅកាន់ទីស្នាក់ការដើម្បី live បន្តផ្ទាល់នោះ Mr. Wu ក៏បានសួរហេតុអ្វីបានជាត្រូវបានកាត់ផ្តាច់នៃការ live ក្រុម Hunter ទាំងអស់នោះ Mr. Wu ក៏ប្រាប់ទៅកាន់អ្នកគ្រប់គ្រងឲ្យធ្វើការពិនិត្យក៏ដូចជាការតភ្ជាប់លឿនកាន់តែល្អតែម្ដងបើយើងក្រឡេកមកមើលទីស្នាក់ការនៃការគ្រប់គ្រងនៃការ live ផ្ទាល់មួយនេះវិញយើងមើលឃើញថាបរិមម្នាក់ដែលត្រូវជាប្រធាននៃការគ្រប់គ្រងការ live បន្តផ្ទាល់មួយនេះគាត់កំពុងតែភ័យស្លន់ស្លោហេតុអ្វីបានជានៅសោកត្រូវបានកាត់ផ្តាច់នៃការ live បែបនេះប្រសិនបើការចាប់ផ្សាយនៃការ live មួយនេះគឺមិនត្រូវបានតភ្ជាប់ឲ្យបានលឿននោះទេគឺក្រុម Hunter ទាំងអស់នោះគឺយើងមិនអាចទទួលបានព័ត៌មានទៀតនោះទេដូច្នេះគាត់ក៏បានប្រាប់ទៅកាន់កូនចៅថ្នាក់ក្រោមរបស់គាត់ឲ្យធ្វើការតភ្ជាប់ឲ្យបានលឿនកាន់តែល្អតែម្ដងបើយើងក្រឡេកមកមើលនៅក្នុងកោះជីជូឯនេះវិញយើងឃើញថាកាមេរ៉ាមែននៅក្នុងនោះយើងឃើញថាម៉ាស៊ីនថតរបស់គាត់គឺមិនត្រូវបានដំណើរការទៀតនោះទេគាត់ព្យាយាមនៅក្នុងការបើកម្ដងហើយម្ដងទៀតគឺមិនត្រូវបានដំណើរការឡើងនោះទេកាមេរ៉ាមែនដែលត្រូវជាអ្នកផ្ដិតយកទស្សនវិជ្ជានៃការវាយប្រហារមួយនោះគឺម៉ាស៊ីនកាមេរ៉ារបស់គាត់គឺត្រូវមានបញ្ហាដូច្នេះហើយបានជាការ live ទាំងអស់នោះគឺត្រូវបានកាត់ផ្តាច់មិនត្រូវបានទទួលព័ត៌មានទៀតស្ថិតអស់នោះគឺត្រូវបានប្រើ skill រៀងៗខ្លួនគឺថា skill របស់ពួកគេម្នាក់ៗហ្នឹងគឺថាមិនអន់នោះទេកងទ័ពស្រមោលម្នាក់ដែលគាត់មានឈ្មោះថា Tas ហ្នឹងគឺគាត់បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់ដើម្បីទប់ទល់ទៅកាន់បិសាចស្រមោលទាំងអស់នោះ admin សូមហៅបិសាចស្រមោលតែម្ដងទៅដោយសារតែវាហ្នឹងគឺពិតជាសាហាវខ្លាំងរបស់គាត់ហ្នឹងពិតជាធូរស្រាលខ្លាំងមែនទែនរបួសនៅលើរាងកាយរបស់ក្រុមពួកគេទាំងអស់គ្នានឹងគឺត្រូវបានជាសះស្បើយមួយរំពេចតែម្ដងដោយសារតែថ្នាំរបស់សុងជីនវូនេះឯងបន្ទាប់ពីសុងជីនវូឲ្យថ្នាំទាំងអស់នោះទៅកាន់ពួកក្រុម Hunter ប្រុសទាំងអស់នោះបានសាររួចហើយនោះបន្ទាប់មកសុងជីនវូក៏បានយកថ្នាំរបស់គាត់នឹងយកទៅឲ្យឆាអ៊ិនដើម្បីព្យាបាលរបស់គាត់ណាក៏ប៉ុន្តែថ្នាំរបស់សុងជីនវូព្យាបាលទៅកាន់ឆាអ៊ិននឹងគឺមិនត្រូវមានប្រសិទ្ធភាពនោះទេបន្ទាប់មកប្រព័ន្ធ system ក៏ត្រូវបានបង្ហាញថាมันមានប្រសិទ្ធភាពនោះទេចំពោះថ្នាំការព្យាបាលមួយនេះយើងឃើញថាឆាអ៊ិននឹងគឺពិតជាត្រូវរបួសយ៉ាងទម្ងន់ខ្លាំងមែនទែនបន្ទាប់ពីគាត់ប្រយុទ្ធជាមួយនឹងសត្វយានីរបស់ក្រុមស្រមោលទាំងអស់នោះពេលដែលកំពុងតែព្យាបាលទៅកាន់ឆាអ៊ិននោះក្រុមស្រមោលយ៉ាងច្រើនក៏ដូចជាកងទ័ពមួយចំនួននឹងកំពុងតែធ្វើដំណើរមកកាន់ពួកគេទាំងអស់គ្នាឃើញបែបនេះសុងជីនវូក៏បានចេញមុខនៅក្នុងការឃ្លាទៅកាន់ក្រុមស្រមោលទាំងអស់នោះតែម្ដងបន្ទាប់ពីនោះមកសាច់រឿងក៏ត្រូវបានបង្ហាញនៅទីស្នាក់ការនៃការគ្រប់គ្រងការ live បន្តផ្ទាល់នៅគណៈពេលនេះដែរលោកប្រធានក្រុម Kogan He ក៏ត្រូវបាន
ធ្វើដំណើរដើម្បីមកកោះហៅក៏ដូចជាប្រជុំទៅកាន់ទីស្នាក់ការនៃការគ្រប់គ្រងការ live ផ្ទាល់ដោយផ្ទាល់តែម្ដងដូច្នេះការប្រជុំក៏ត្រូវបានចាប់ផ្ដើមឡើងភ្លាមលោកប្រធាន Gogan Hee ក៏បានពិភាក្សាក៏ដូចជាបញ្យល់ទៅកាន់អ្នកគ្រប់គ្រងនៅទីនោះទាំងអស់គ្នាដើម្បីរកដំណោះស្រាយនៃការតបជាប់នៅបណ្ដាញរបស់ពួកគេនឹងឲ្យលេចឡើងនៅព័ត៌មានឡើងវិញប៉ុន្តែការប្រជុំរបស់ពួកគេនឹងគឺនៅតែមិនទាន់អាចរកដំណោះស្រាយដើម្បីតបជាប់នៃការ live មួយនេះបាននោះឡើយបើយើងក្រឡេកមកមើលមកខាងទៀតនៃក្រុមប្រទេសជប៉ុននេះវិញគឺពួកគេនឹងកំពុងតែមានការចលាចលផងដែរបន្ទាប់ពីកូនចៅក្រុម Hunter របស់គាត់នឹងគឺបាត់ខ្លួនដោយអាចកំបាំងគឺត្រូវបានស្លាប់ប្រធានក្រុមនៃក្រុម Hunter របស់ប្រទេសជប៉ុននឹងកំពុងតែតាក់ទងទៅកាន់អ្នកគ្រប់គ្រងនៃការ scan របស់ក្រុម Hunter ទាំងអស់នោះបើតាមបរិបម្នាក់ក៏បានប្រាប់ទៅកាន់មេរបស់គាត់ថាប្រហែលជាកូតូនឹងបាត់បង់ជីវិតដែរបើតាមការ scan របស់ពួកគេនឹងគឺមិនត្រូវបានទទួលសញ្ញាទៀតនោះទេចំពោះកូតូដូច្នេះបើតាមការសន្និដ្ឋានរបស់ពួកគេនឹងគឺប្រហែលជាកូតូបានបាត់បង់ជីវិតនៅក្នុងគណៈពេលនោះហើយបើយើងក្រឡេកមកមើលក្រុម Hunter ដែលស្ថិតនៅក្នុងកោះជីជូឯនេះវិញកំពុងតែស្ថិតនៅក្នុងការវាយប្រហារយើងឃើញថាកងទ័ពស្រមោលកំពុងតែបើកការវាយប្រហារទៅកាន់កងទ័ពស្រមោលយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងអស់នោះធ្វើត្បិតតែពួកគេទាំងអស់គ្នាអាចកម្ចាត់ទៅកាន់កងទ័ពស្រមោលទាំងអស់នោះបានក៏ប៉ុន្តែពួកគេមិនដឹងថាកងទ័ពស្រមោលទាំងអស់នោះកងទ័ពស្រមោលនឹងគឺកាន់តែមកច្រើនឡើងធ្វើត្បិតតែពួកគេនឹងវាយប្រហារទៅកាន់កងទ័ពស្រមោលនោះក៏ពិតមែនមិនថាកងទ័ពស្រមោលនឹងគឺមាន skill ខ្លាំងប៉ុណ្ណានោះទេគឺមិនអាចទប់ទល់ជាមួយនឹងកងទ័ពស្រមោលនោះបានឡើយអញ្ចឹងដែរនៅគណៈពេលនេះដែរគឺសុងជីនវូរបស់យើងនឹងគឺបានចេញមុខនៅក្នុងការ clear ទៅកាន់កងទ័ពស្រមោលទាំងអស់នោះហើយអញ្ចឹងដែរអ្នកទាំងអស់គ្នាគឺយើងបានឃើញនៅការវាយប្រហារយ៉ាងសាហាវរវាងសុងជីនវូជាមួយនឹងកងទ័ពស្រមោលទាំងអស់នោះហើយបន្ទាប់ពីបានឃើញសុងជីនវូដើរចូលដូច្នេះក្រុម Hunter ទាំងអស់នោះគឺបើកភ្នែកធំតែម្ដងប៉ុន្តែអ្វីដែលកាន់ធ្វើឲ្យយើងភ្ញាក់ផ្អើលនោះគឺថាបេរូក៏បានធ្វើដំណើរមកវិញជាថ្មីនៅក្នុងកោះជីជូនេះផងដែរការវិលត្រឡប់មកសារជាថ្មីរបស់បេរូនឹងគឺដើម្បីកម្ចាត់ទៅកាន់ស្ដេចរបស់មនុស្សដែលបានសម្លាប់ទៅកាន់ស្ដេចស្រមោលដែលត្រូវជាមេរបស់គាត់គឺថាស្រមោលបេរូនឹងគឺគាត់ជឿថាមានស្ដេចមនុស្សអញ្ចឹងហើយបានជាគាត់ធ្វើដំណើរដើម្បីស្វែងរកតែម្ដងនៅគណៈពេលដែលបេរូកំពុងតែដើរតម្រង់មកកាន់ពួកគេនោះវាក៏បាននិយាយថានៅខាងក្រៅគឺគ្មានវត្តមាននៃស្ដេចមនុស្សនោះទេស្រមោលបេរូនឹងក៏បានសួរបន្ថែមទៅទៀតថាតើស្ដេចរបស់អ្នកនឹងគឺនៅទីនេះដែរឬទេបានន័យថាគោលដៅរបស់បេរូនឹងគឺគាត់ចង់កម្ចាត់ទៅកាន់ស្ដេចរបស់មនុស្សតែម្ដងគោលដៅរបស់ស្រមោលបេរូមួយនេះគឺវាចង់កម្ចាត់ទៅកាន់មេរបស់មនុស្សតែម្ដងអញ្ចឹងហើយបានជាវាតាមរោគបែបនេះហើយពិតជាចម្លែកខ្លាំងមែនតើអាស្រមោលបេរូមួយនេះគឺវាចេះនិយាយដូចជាមនុស្សដែរបន្ទាប់ពីបានឃើញនៅអាស្រមោលបេរូម្នាក់ហ្នឹងគឺសុងជីនវូនឹងបានដើរទៅគៀកទៅកាន់ស្រមោលនឹងតែម្ដងមិនតែប៉ុណ្ណោះក្រុម Hunter ក៏ដូចជាម៉ាដងវ៉កក៏បានស្រែកឃាត់ទៅកាន់សុងជីនវូផងដែរគាត់គិតថាសុងជីនវូគឺមិនអាចវាឈ្នះទៅកាន់ស្រមោលបេរូម្នាក់នេះបានឡើយនោះក៏ដោយសារតែគាត់បានប្រយុទ្ធតទល់ជាមួយនឹងស្រមោលបេរូមួយក្បាលនេះគឺពិតជាខ្លាំងមែនតើបន្ទាប់មកស្រមោលបេរូមួយក្បាលនោះក៏បានសួរទៅកាន់សុងជីនវូតើអ្នកគឺជាស្ដេចរបស់មនុស្សមែនទេបន្ទាប់ពីបានឮនៃការសួររបស់ស្រមោលបេរូម្នាក់នឹងហើយសុងជីនវូហាក់បីដូចជាស្រឡាញ់កាំងបន្តិចបន្ទាប់មកទៀតស្រមោលបេរូមួយក្បាលនេះក៏បានប្រើសម្រែករបស់ខ្លួនក៏ដូចជា skill របស់ខ្លួននឹងស្រែកទៅកាន់សុងជីនវូគ្រាន់តែជា skill ធម្មតារបស់ស្រមោលបេរូមួយក្បាលនោះសោះហាក់បីដូចជាចង់ប៉ាំងទៅកាន់ក្រុម Hunter ទាំងអស់នោះហើយបន្ទាប់ពីនោះយើងត្រឡប់មកមើលកាមេរ៉ាមែនរបស់យើងវិញយើងមើលឃើញថាគាត់នៅពេលនេះគឺកាមេរ៉ារបស់គាត់បានដំណើរការឡើងវិញហើយអញ្ចឹងដែរធ្វើឲ្យគាត់នឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីបានបើកនៅកាមេរ៉ារបស់គាត់បានដំណើរការឡើងវិញអញ្ចឹងហើយនៅកន្លែងទីស្នាក់ការក៏ដូចជានៅកន្លែងគ្រប់គ្រងនៃការ live បន្តផ្ទាល់ឯនេះវិញគឺមានការធូរស្រាលឡើងវិញហើយលោកប្រធានដែលជាអ្នកគ្រប់គ្រងនៅកន្លែងការ live មួយនេះគឺពិតជាសប្បាយខ្លាំងមែនទែនបន្ទាប់ពីត្រូវបានតបជាប់ឡើងវិញអ្វីដែលកាន់តែពិសេសនឹងក៏ដូចជាប្រជាជនជាមួយនឹងក្រុម Hunter មួយចំនួននឹងក៏ទទួលបានព័ត៌មានឡើងវិញផងដែរគឺថាម្នាក់នឹងគឺបើកភ្នែកឡើងធំតែម្ដងបន្ទាប់ពីត្រូវបានតបជាប់នៃការ live ឡើងវិញដោយគ្រាន់តែការតបជាប់នៃការ live បានភ្លាមនឹងគឺពួកគេទាំងអស់គ្នាគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនមិនតែប៉ុណ្ណោះសូម្បីតែលោកប្រធាន Gogan Hee ក៏ត្រូវបានសប្បាយចិត្តផងដែរបន្ទាប់ពីបានឃើញនៃការតបជាប់ឡើងវិញបន្ទាប់ពីបានឃើញហេតុការណ៍បែបនេះលោក Mr. Wu ក៏បានសួរទៅកាន់លោកប្រធាន Gogan Hee ថាគាត់មានការឆ្ងល់ថាហេតុអ្វីបានជាសុងជីនវូនឹងបានទៅដល់កោះជីជូបានយ៉ាងដូចម្ដេចដែរលោកប្រធាន Gogan Hee ក៏បានឆ្លើយទៅកាន់ Mr. Wu វិញថាគឺគាត់គ្មានបារម្ភថាតើគាត់នឹងទៅដោយរបៀបណានោះទេបន្ទាប់ពីនោះ
ซงจินวูជាមួយនឹងបេរូក៏បានប្រឈមមុខដាក់គ្នាហើយការប្រយុទ្ធគ្នារវាងซงจินวูជាមួយនឹងស្រមោចបេរូក៏ត្រូវបានចាប់ផ្ដើមឡើងហើយស្រេចស្រមោចនឹងគឺបានដាក់ซงจินวูមួយដៃគឺបណ្ដាលឲ្យซงจินวูរបស់យើងនឹងគឺបានផ្ងាកទៅក្រោយបន្តិចគឺហាក់បីដូចជាមិនសូវជាមានបញ្ហាប៉ុន្មានបន្ទាប់ពីបានឃើញដូច្នេះក្រុម Hunter ក៏បានពិភាក្សាគ្នាឆ្ងល់ថាហេតុអ្វីបានជាซงจินวูរបស់យើងនឹងឆ្ងល់ថាហេតុអ្វីបានជាซงจินวูហ៊ានទៅចូលចិត្តក៏ដូចជាវាយប្រហារជាមួយនឹងស្រមោចបេរូមួយក្បាលនេះបន្ទាប់ពីបានប្រើ skill វាយទៅកាន់ซงจินวูហើយនឹងវាក៏បាននិយាយថាអ្នកពិតជាខ្សោយខ្លាំងណាស់អ្នកមិនមែនជាស្ដីរបស់មនុស្សនោះទេបន្ទាប់ពីត្រូវបានស្រមោចមួយក្បាលនេះដាក់គាត់មួយដៃហើយซงจินวูក៏ប្រើកណ្ដាប់ដៃរបស់គាត់នឹងក៏ដូចជា skill របស់គាត់នឹងដាក់ទៅកាន់ស្រមោចបេរូមួយក្បាលនេះតែម្ដងយើងមើលឃើញថាទឹកមុខរបស់ซงจินวูរបស់យើងនឹងគឺមិនណយនោះទេអ្នកទាំងអស់គ្នាមើលទៅហាក់បីដូចជាកាយខ្លាំងមែនទែនគាត់ប្រើកណ្ដាប់ដៃរបស់គាត់ដាក់មួយដៃប៉ើងឡើងស្ទុយតែម្ដងបន្ទាប់ពីបានឃើញដូច្នេះក្រុម Hunter ទាំងអស់គ្នានឹងគឺពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែគាត់នឹងគឺមិនរំពឹងថាซงจินวูរបស់យើងនឹងអាចទប់ទល់បាននោះទេការរំពឹងរបស់ពួកគេនឹងគឺមិននឹកស្មានថាซงจินวูអាចវាយប្រហារជាមួយនឹងបិសាចមួយក្បាលនេះបានឡើយซงจินวูក៏បានប្រើនៅកណ្ដាប់ដៃរបស់គាត់ជាបន្តបន្ទាប់រួមជាមួយនឹង skill ថ្មីៗរបស់គាត់នឹងគឺបានដាក់ទៅកាន់ស្រមោចបេរូមួយក្បាលនេះឡើងដំណំការប្រយុទ្ធគ្នារវាងបេរូជាមួយនឹងซงจินวูរបស់យើងនឹងគឺកំពុងតែស្ថានបេរូជាបន្តបន្ទាប់ក៏ប៉ុន្តែហាក់បីដូចជាមិនទាន់មានអ្វីខុសប្លែកនោះទេ skill របស់ซงจินวูដាក់ទៅកាន់បេរូមួយដៃនឹងគឺសឹងតែបាក់ឆ្អឹងខ្ទេចហើយកណ្ដាប់ដៃរបស់ซงจินวูក៏បានដាល់ទៅកាន់បេរូជាបន្តបន្ទាប់ខណៈពេលដែលซงจินวูកំពុងតែវាយប្រហារទៅកាន់បេរូក៏បានប្រើនៅអណ្ដាតរបស់ខ្លួននឹងគឺបណ្ដាលឲ្យមុខរបស់ซงจินวูនឹងរងរបួសផងដែរបន្ទាប់ពីបេរូបានប្រើ skill ពឹសវាយប្រហារទៅកាន់ซงจินวูហើយនឹងវាហាក់បីដូចជាមើលស្រាលទៅកាន់ซงจินวูខ្លាំងវាក៏បាននិយាយមើលស្រាលទៅកាន់ซงจินวูហាក់បីដូចជាមើលស្រាលទៅកាន់ซงจินวูខ្លាំងណាស់គឺមិនអាចវាយប្រហារទៅកាន់វាវិញបាននោះទេបន្ទាប់ពីបានត្រូវពឹសរបស់ខ្លួនហើយនឹងវាក៏បាននិយាយថាសារពាង្គកាយរបស់ซงจินวูនឹងគឺមិនអាចកម្រើកបានទៀតនោះទេពេលបេរូនឹងក៏បានបន្ថែមតទៅទៀតថាអញ្ចឹងដែរការបញ្ចប់របស់ซงจินวูនឹងគឺត្រូវបានមកដល់ហើយបន្ទាប់មកវាក៏បានប្រើដៃរបស់ខ្លួននឹងកំពុងតែចង់បញ្ចប់ជីវិតទៅកាន់ซงจินวูហើយបន្ទាប់ពីនោះយើងក៏បានឃើញមេដឹកនាំរបស់ក្រុម Hunter របស់ជប៉ុនទៀតហើយនេះពេលនេះគាត់កំពុងតែពិបាកចិត្តដោយសារតែការបាត់បង់នៅសមាជិកក្រុម Hunter របស់គាត់នឹងសឹងតែពាក់កណ្ដាលហើយនៅពេលនោះកូនចៅរបស់គាត់ក៏បានទូរស័ព្ទទៅប្រាប់គាត់ថាការស្កេនរបស់គាត់នឹងគឺបានឃើញសញ្ញាអ្វីមួយយ៉ាងចម្លែកខ្លាំងអ្នកគ្រប់គ្រងនៃក្រុម Hunter របស់ប្រទេសជប៉ុននឹងក៏បានបញ្ជាទៅកាន់កូនចៅរបស់គាត់ឲ្យធ្វើប្រតិបត្តិការភ្លាមតែម្ដងក៏ដូចជាផ្លាស់ប្ដូរនៅប្រតិបត្តិការរបស់ខ្លួនគាត់ក៏បានទៅប្រាប់ទៅកាន់កូនចៅរបស់គាត់ដែលជា Hunter ដើម្បីធ្វើបេសកកម្មនោះឲ្យផ្លាស់ប្ដូរនៅបេសកកម្មរបស់ខ្លួនជាបន្ទាប់ពីនោះមេដឹកនាំស្រីដែលជាក្រុម Hunter របស់ប្រទេសជប៉ុននឹងក៏បានប្រាប់ទៅកាន់កូនចៅរបស់ខ្លួនដែលជាថ្នាក់ដឹកក្រោមនឹងបេសកកម្មរបស់ពួកគេនឹងគឺត្រូវបានផ្លាស់ប្ដូរហើយអញ្ចឹងដែរគឺត្រូវត្រៀមខ្លួនជាបន្ទាប់ដើម្បីទៅធ្វើប្រតិបត្តិការថ្មីបន្ទាប់ពីនោះសាច់រឿងក៏ត្រូវបានបង្ហាញអំពីការវាយប្រហាររវាងបេរូជាមួយនឹងซงจินวูជាបន្តទៅទៀតយើងឃើញថានៅពេលដែលបេរូបាននិយាយចប់ហើយគាត់ក៏ប្រើនៅកណ្ដាប់ដៃរបស់គាត់បំរុងនឹងបញ្ចប់ជីវិតទៅកាន់ซงจินวูហើយគឺថាมันងាយស្រួលនៅក្នុងការវាយប្រហារទៅកាន់ซงจินวูនោះទេគឺគាត់បានចាប់ដៃទៅកាន់បេរូហើយនឹងគាត់ក៏បានប្រើកណ្ដាប់ដៃរបស់គាត់វាយទៅកាន់បេរូជាដំណំក្រុម Hunter ទាំងអស់នោះគឺគ្មានអ្វីងឿងឆ្ងល់ទីនោះទេបន្ទាប់ពីបានឃើញซงจินวูគឺគ្មានបញ្ហាអ្វីនោះឡើយពឹសរបស់បេរូនឹងគឺមិនអាចធ្វើអ្វីបានទៅកាន់ซงจินวูនោះទេបន្ទាប់ពីបានត្រូវពឹសហើយនឹងគឺซงจินวูងើបមកគឺវាយលើដើមតែម្ដងពេលបេរូនឹងគឺហាក់បីដូចជាត្រង់ខ្លួនបន្តិចហើយបន្ទាប់មកซงจินวูក៏បានសម្លឹងទៅកាន់ឆាអ៊ិនកំហឹងរបស់ซงจินวูនឹងក៏កើនឡើងជាបន្តរួចហើយគាត់ក៏បាននិយាយថាគាត់នឹងបញ្ចប់នៅរឿងរ៉ាវមួយនេះឲ្យបានកាន់តែលឿនទៅតាមអ្វីដែលគាត់អាចធ្វើទៅបានរួចហើយគាត់ក៏បានប្រើនៅ skill របស់គាត់នឹងហក់ទៅវាយអាប៉ែបេរូនឹងបន្ថែមទៅទៀតក៏ប៉ុន្តែត្រូវបានបេរូនឹងកិច្ចទាន់កុំតែវាកិច្ចផុតនោះទេបើសិនបើវាមិនកិច្ចផុតវិញគឺមិនដឹងទៅជាយ៉ាងណាទេអ្នកទាំងអស់គ្នានៅពេលដែលវាបានកិច្ចផុតនៅ skill របស់ซงจินวูហើយនឹងវាក៏បាន up skill របស់វាបន្ថែមទៅទៀតឃើញដូច្នេះហើយซงจินวูគឺមិនទុកយូរនោះទេគាត់ក៏បាន up skill របស់គាត់នឹងគឺបញ្ចេញនៅដាវពីដើមដេញកាប់ទៅកាន់អាប៉ែបេរូនឹងតែម្ដងនៅក្នុងស៊ីនមួយនេះគឺពិតជាសាហាវខ្លាំងមែនតើអ្នកទាំងអស់គ្នាជាពិសេសគឺซงจินวูរបស់យើងនឹងតែម្ដងបន្ទាប់ពីซงจินวู
បានអាប់នៅល្វែរបស់គាត់បញ្ចេញនៅដាវពីដើមហក់ដេញកាប់ទៅកាន់អបេបេរូនឹងពេញនឹងតែម្ដងខ្លាំងមែនតើអ្នកទាំងអស់គ្នាប្រសិនបើ admin បានដាក់នៅ animation ឲ្យអ្នកទាំងអស់គ្នាមើលគឺពិតជាសាហាវខ្លាំងមែនតើក៏ប៉ុន្តែมันអាចមូលហេតុនោះក៏ដោយសារតែវាជាប់ copyright អ្នកទាំងអស់គ្នាបើសិនជាអត់សូវជាប់ copyright វិញគឺ admin ដាក់ទាំងមូលតែម្ដងនៅត្រង់ចំណុចហ្នឹងណាadmin ពិតជាអធិស្ឋានទៅកាន់អ្នកទាំងអស់គ្នាខ្លាំងមែនទែនចំពោះ scene animation មួយហ្នឹងគឺពិតជាវាយគ្នាសាហាវខ្លាំងមែនទែនក៏ប៉ុន្តែអ្នកទាំងអស់គ្នា admin បានដាក់នៅ animation ត្រង់កន្លែងប្រយុទ្ធគ្នាសាហាវៗនឹងផងដែរអ្នកទាំងអស់គ្នា admin ពិតជា recommend ខ្លាំងមែនទែនអ្នកទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចង់ទៅទស្សនានៅសាច់រឿងពេញអីពិតជាល្អមើលខ្លាំងមែនទែនចំពោះ scene នៃការប្រយុទ្ធគ្នាមួយហ្នឹងយើងត្រឡប់មកការវាយប្រហាររវាងសុងជីនវូជាមួយនឹងបេរូបន្តទៅទៀតបេរូក៏ព្យាយាមនៅក្នុងការចាកដើម្បីបញ្ចប់ជីវិតទៅកាន់សុងជីនវូប៉ុន្តែការព្យាយាមនៅក្នុងការសម្លាប់ទៅកាន់សុងជីនវូនឹងគឺមិនទទួលបានសម្រេចនោះទេជាពិសេសនោះគឺសុងជីនវូបានវាយប្រហារទៅកាន់ដៃរបស់គាត់មួយចំហៀងដៃរបស់បេរូនឹងគឺដាច់ឡើងពី3កង់តែម្ដងដោយសារតែការវាយប្រហារដ៏សាហាវរបស់សុងជីនវូស្គីរបស់សុងជីនវូវាយប្រហារមកកាន់បេរូនឹងគឺសឹងតែមើលមិនទាន់នោះទេរវាងស្គីរបស់គាត់ជាមួយនឹងបេរូមើលឃើញថាมันអាចតទល់ជាមួយនឹងសុងជីនវូបាននឹងគឺថាបេរូនឹងគឺដាក់មេប្រូចតែម្ដងអបិស្រមោចបេរូនឹងគឺព្យាយាមនៅក្នុងការរត់គេចអំពីកណ្ដាប់ដៃរបស់សុងជីនវូខ្លាំងមែនទែនក៏ប៉ុន្តែជាចុងក្រោយទៅអបិស្រមោចបេរូនឹងគឺมันអាចគេចផុតអំពីសុងជីនវូបានឡើយអបិស្រមោចបេរូនឹងគឺនៅតែព្យាយាមនៅក្នុងការរត់គេចក៏ប៉ុន្តែมันអាចគេចផុតអំពីសុងជីនវូបានដដែលសុងជីនវូរបស់យើងនឹងគឺពិតជាវាយខ្លាំងមែនទែនវាយដល់ថ្នាក់អបិបេរូនឹងគឺដាច់ដៃដាច់ជើងអស់ទៅហើយនៅនាទីចុងក្រោយនឹងអបិបេរូនឹងក៏ព្យាយាមនៅក្នុងការរត់គេចបន្ថែមទៀតក៏ប៉ុន្តែมันអាចទៅរួចនោះទេសុងជីនវូក៏ប្រើនៅសើរបស់គាត់មួយស្គីទៀតធ្វើឲ្យអបិបេរូនឹងគឺដួលស្ប៉ាបទៅនឹងដីតែម្ដងយើងឃើញថាអបិស្រមោចបេរូនឹងគឺពិតជាខ្លាំងមែនទែនគឺមិនទាន់បាត់បង់ជីវិតឡើយទោះបីសុងជីនវូបានវាយប្រហារទៅលើវាយ៉ាងច្រើនយ៉ាងណាក៏ដោយនោះក៏ប៉ុន្តែពួកវានឹងគឺមិនទាន់បាត់បង់ជីវិតអស់នោះទេសុងជីនវូបានប្រើស្គីលដែររបស់គាត់នឹងគឺកាប់ទៅកាន់អបិស្រមោចបេរូម្នាក់នឹងគឺមើលសឹងតែមិនទាន់នោះទេបន្ទាប់ពីបានសម្លាប់ទៅកាន់អបិស្រមោចបេរូនឹងរួចហើយផ្ទាំង system ក៏ត្រូវបានបង្ហាញឡើងអំពីការ up level របស់សុងជីនវូបន្ថែមតទៅទៀតនៅពេលដែលស្រមោចបេរូបានបាត់បង់ជីវិតទៅកងទ័ពស្រមោចទាំងអស់គឺត្រូវបានដកថយទាំងអស់តែម្ដងបន្ទាប់មកសុងជីនវូក៏បានរត់យ៉ាងប្រញាប់ដើម្បីមកមើលឆាអ៊ីនរបួសរបស់ឆាអ៊ីននឹងកំពុងតែធ្ងន់ធ្ងរទៅហើយកម្លាំងធាតុអូរ៉ារបស់គាត់នឹងកំពុងតែភីចេញពីខ្លួនរបស់គាត់បន្តិចម្ដងហើយឃើញដូច្នេះសុងជីនវូក៏ត្រូវតែប្រញាប់ប្រញាល់ជួយសង្គ្រោះទៅកាន់ឆាអ៊ីនជាបន្ទាន់សុងជីនវូក៏បានប្រើថ្នាំរបស់គាត់ជាលើកចុងក្រោយនឹងដើម្បីព្យាបាលទៅកាន់ឆាអ៊ីនចង់ដឹងថាមានប្រសិទ្ធភាពឬអត់សុងជីនវូក៏បានយកថ្នាំនឹងយកទៅឲ្យឆាអ៊ីនផឹកក៏ប៉ុន្តែអ្នកទាំងអស់គ្នាអើយថ្នាំនេះគឺគ្មានប្រសិទ្ធភាពនោះទេបន្ទាប់ពីផឹកហើយនឹងប្រព័ន្ធ system ក៏ត្រូវបានលោតមកទៀតហើយគឺថាថ្នាំនឹងគឺគ្មានប្រសិទ្ធភាពនោះទេដូច្នេះហើយមិនថាសុងជីនវូក៏ដូចជាក្រុម Hunter ទាំងអស់នឹងគឺពិតជាអស់សង្ឃឹមខ្លាំងមែនទែនប៉ុន្តែសុងជីនវូនៅតែជឿថាឆាអ៊ីននៅតែអាចព្យាបាលបាននឹងហើយអ្នកទាំងអស់គ្នាសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនឹងផងដែរសាច់រឿងមួយនឹងគឺនៅអេពីសូតទី13មួយទៀតហើយបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តในការសម្រាយរបស់ admin នឹង admin នឹងយកអេពីសូតទី13មកសម្រាយបន្ថែមទៀតក៏ប៉ុន្តែអ្នកទាំងអស់គ្នាអើយគេសម្រាយអស់ហើយអញ្ចឹងដែរការយកមកសម្រាយរបស់ admin នឹងគឺពិតជាមានភាគរយតិចខ្លាំងមែនទែនអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាចង់ស្ដាប់នៃការសម្រាយរបស់ admin អ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូនេះបានបើសិនជាមានអ្នកមើលច្រើនចង់ស្ដាប់នៃការសម្រាយរបស់ admin ច្រើន admin នឹងយកអេពីសូតទី13មកសម្រាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ហើយអ្នកទាំងអស់គ្នា admin ពិតជាអធិស្ឋានខ្លាំងមែនទែនចំពោះវីដេអូមួយហ្នឹងអ្នកទាំងអស់គ្នាបើសិនជាមានកំហុសខុសឆ្គងហើយអធិស្ឋានខ្លាំងមែនទែនអ្នកទាំងអស់គ្នាចំពោះសំឡេងហ្នឹងគឺស្អកបន្តិចហើយដោយសារតែម៉ោង4ភ្លឺហើយអ្នកទាំងអស់គ្នាស្ដាប់អត់ច្រឡំទេអ្នកទាំងអស់គ្នាគឺម៉ោង4ព្រឹកហើយអ្នកទាំងអស់គ្នាម៉ោង2ព្រឹកហើយអ្នកទាំងអស់គ្នាម៉ោង4អញ្ចឹងដែរសំឡេងក៏ទៅតាមនឹងដែរអ្នកទាំងអស់គ្នាហើយក៏សូមអរគុណខ្លាំងមែនទែនចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមរហូតដល់ចប់ចំពោះវីដេអូមួយនេះជាចុងក្រោយជូនពរអ្នកទាំងអស់គ្នារកស៊ីទទួលទានមានបានសុខភាពល្អហើយធ្វើដំណើរទៅណាមកណានឹងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាឲ្យឆាប់បានសង្សារគ្រប់គ្នាណាកុំនៅ single ដូចមានយូរពេកអីអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ